còn cập krong phô chỉ ní tháng rồi có hàng cà phê còn login cho máu chân bạc máu dương khơi miền và chùm hiền gần ấy cứ kèo floor tròn này kìa ấy mà chùm hiền khăn ấy mà chùm hiền ấy cứ tộc chấn thì họ thà dương rồi tộc mũi ní cái lệch cột một cái lắc và sân chỉ ở dương ăn miếng dương vô default nó tỏ máu dương rồi mình nói miền tôi miền thống mình sẽ lấy tỏ máu đi dương ai cho được cà phê dương ai cho được chia score ประมาณ 10% 20% ตามយើងអញ្ចឹងណាតាមភ្ញៀវកំងណាអូខេតោះមកយើងអាចរើសមុខតំណែងផ្សេងមកណាអញ្ចឹងអានេះកន្លែងនេះគឺចំនួនមនុស្សអញ្ចឹងគេថា3នាក់យើងដាក់3នាក់តោះមកយើងរក្សាទុកកន្លែងនេះពេលដែលរក្សាទុកវានឹងធ្វើការ print មុខម្ហូបនេះទៅតាមការកំណត់របស់យើងទៅអាចថាទៅតាមម៉ាស៊ីន print ដែលយើងកំណត់យើងរក្សាទុកមកអញ្ចឹងវា print ទៅតាមម៉ាស៊ីន print ដែលយើងកំណត់បាទអញ្ចឹងនេះគឺតុកដែលយើងមានភ្ញៀវចូលហើយវាពណ៌ក្រហមចេះអញ្ចឹងតមកទៀតយើងអាចទៅថាភ្ញៀវកក់យើងអាចកក់មកទៅថាឈ្មោះអីឈ្មោះអ្នកកក់បុគ្គលិកនេះលេខទូរស័ព្ទកក់អូខេនេះចំនួនមនុស្ស5នាក់អញ្ចឹងនេះពេលវេលាដែលគេមកដល់គេថាគេមកម៉ោង40នេះយើងអាចទៅសេផ្សេង note ដែលភ្ញៀវគាត់ផ្ដាំយើងដោយកម្មវិធីគូកំណើតគាត់ចង់ដាក់ពេញប៉ោងអីយើងអាចទៅសេនៅក្នុងនេះមកឬក៏គាត់កំងហូបកំងអីហើយយើងអាចទៅសេក្នុងនេះមកអញ្ចឹងយើងរក្សាទុកពេលយើងរក្សាទុកវានឹង load ចេះណាអញ្ចឹងអានេះវា load ម៉ោងដែលយើងបានកក់នេះម៉ោងដែលគាត់មកដល់អញ្ចឹងយើងកំងមួយទៀតនេះចំនួន2មកអូខេចឹងយើងរក្សាទុកវាលោតរបៀបនេះអញ្ចឹងគេហៅគេកំងថែមទៀតយើងលេខតុកនេះយើងចុចប៊ូតុងនេះមកយើងកំងថែមទៀតហើយយើងរក្សាទុកមកអូខេអញ្ចឹងបើសិនជាតើភ្ញៀវគាត់ឲ្យគិតលុយយើងចេញវិក័យប័ត្រមួយសិនណាយើងពេញវិក័យប័ត្រនេះយើងមើលអូខេយើងពេញវិក័យប័ត្រអូខេអញ្ចឹងវាមានតម្រងចេះ
chẳngបើសិនជាភ្ញៀវឲ្យកាត់លុយយើងផេតមកយើងទូទាត់តមកចុច page ជា ABA GAC ឬក៏ជាប្រភេទធនាគារមួយណាដែលយើងមានយើងដាក់មកអូខេអញ្ចឹងគាត់ឲ្យលុយប្រហែលទៀតថា$29 9កាក់ទៀតគាត់ឲ្យ$50យើងយក0ហើយយក50ទៀតថាបើយើងថែម1ទៀតវាឡើង1អានេះយើងចុច1វាឡើងតាមសន្លឹកលុយរបស់យើងណានេះគឺចំនួនទឹកលុយដែលមានទៀតឲ្យ100យើងដាក់100មកអូខេអញ្ចឹងអានេះបង់ប្រាក់មានន័យថាយើងបង់ប្រាក់ដែលមិនបាច់ print នេះគឺបង់ប្រាក់ឲ្យ print អញ្ចឹងវាសូនេះចូលចូលមកអញ្ចឹងអានេះជាព័ត៌មានចាំដៃអូខេអញ្ចឹងនៅពេលដែល print ហើយវានឹងបោះទិន្នន័យនេះទៅTelegram វានឹង load ចូលក្នុងករណីថាយើងមានអ៊ីនធឺណិតហើយយើងភ្ជាប់ជាមួយ Telegram អញ្ចឹងឧទាហរណ៍ថាយើងរើសមួយទៀតនេះក្នុងករណីថាភ្ញៀវចូលហើយយើងគិតលុយតែម្ដងយើងអាចថានេះអាចថា take away អូខេអញ្ចឹងយើងគិតលុយដល់ភ្ញៀវឲ្យ$20យើងបង់លុយយកតែម្ដងនេះមានលេខតុយើងអតិជននេះ load ចូល Telegram អូខេអញ្ចឹងតែរាមានភ្ញៀវកក់យើងចុចកក់មកអូខេអញ្ចឹងតែរាភ្ញៀវកក់ហើយគាត់មកដល់យើងចូលកន្លែងនេះតោះមកគាត់កំងអាហារយើងកំងឲ្យគាត់ទៅហើយរក្សាទុកអូខេរក្សាទុកឲ្យចេញរបៀបនេះអូខេអញ្ចឹងយើងគិតលុយនេះយើងបង់ប្រាក់នេះយើងបង់ប្រាក់អូខេអញ្ចឹងถ้าយើងចង់សរុបបញ្ជីមួយថ្ងៃយើងបិទអានេះមកហើយនេះ total ចូលនេះមកនេះជាសរុបយើងលក់បានក្នុងមួយថ្ងៃតែយើងចង់ print វាមកអញ្ចឹងវានឹងបែងចែកឲ្យយើងនេះថាយើងលក់បានជា cash ប្រមាណវា load ហ្នឹងបើថាមាន bank មាន ABA មានអីវាផ្ដាច់ឲ្យយើងអានេះសរុបតួលេខមុខម្ហូបគេកំងលោតនៅលើនេះអញ្ចឹងកន្លែងនេះបើសិនជាឧទាហរណ៍ថាយើងច្រឡំ
ជា AVA យើងដាក់ AVA ដូរហើយយើងកែប្រែវា AC យើងកែប្រែវាជាករណីយើងច្រឡំប្រភេទនៃការបង់អូខេអញ្ចឹងពេលយើង review ភាសាទៀតវាបែងចែកឲ្យយើង AVA ប្រមាណ AC ប្រមាណ cash ប្រមាណណាវាបូកសរុបឲ្យយើងតែនេះបើយើងចង់បោះពុំឡើងវិញចុចបោះពុំឡើងវិញមកនេះវា load ឲ្យយើងកន្លែងនេះបើសិនក្នុងករណីថាយើងបិទបញ្ជីយើងបិទអញ្ចឹងយើង close សម្រាប់ user ម្នាក់ហ្នឹងគឺវានឹងបោះទិន្នន័យទៅ Telegram ថាម្នាក់ហ្នឹង close ប្រមាណអីប្រមាណនេះ load មកបាយធំអូខេអញ្ចឹងពេលដែលយើងបិទហើយកន្លែងនេះគឺលែងបានលុបហើយគឺមានន័យថាលុបលែងបានហើយយើងកែប្រែក៏លែងបានដែរមានន័យវា lock ហើយអញ្ចឹង form នេះយើងចង់មើលមាន category យើងអាចកំងបានអញ្ចឹងទីឲ្យយើងចង់ save អត់បានឲ្យជ្រើសទុកសិនអញ្ចឹងយើង back ពេលហ្នឹងយើងត្រូវជ្រើសទុកអូខេតោះមកយើង save បាន